តាអ្នកធ្លាប់ទិញទំនិញពីថៅប៉ោហើយទទួលបានទំនិញខុសពីរូបភាពទេនៅក្នុងវីដេអូនេះយើងខ្ញុំមានគន្លឹះខ្លះៗដើម្បីជួយអ្នកជៀសវាងទំនិញខ្លាំងៗនៅក្នុងថៅប៉ោវិធីទី1ការពិនិត្យមើលការវាយតម្លៃរបស់ហាងនីមួយៗមុននឹងធ្វើការកម្មង់សូមជ្រើសរើសហាងឬរោងចក្រដែលមានការវាយតម្លៃពិតៗពីអតិថិជននិងចំនួននៃការលក់ច្រើនសូមជៀសវាងការវាយតម្លៃខ្លាំងៗវិធីទី2ការផ្ទៀងផ្ទាត់ទំនិញបន្ទាប់ពីបានពិនិត្យមើលការវាយតម្លៃរបស់ហាងរួចរាល់សូមអ្នកផ្ទៀងផ្ទាត់រូបភាពព័ត៌មានលម្អិតនិងតម្លៃដើម្បីជៀសវាងការក្លែងបន្លំពីហាងឬរោងចក្រផ្សេងៗវិធីទី3ការស្នើសុំរូបភាពអតិថិជនក៏អាចឆាតសួរទៅកាន់ហាងដើម្បីស្នើសុំរូបភាពទំនិញពិតប្រាកដនិងសាកសួរព័ត៌មានបន្ថែមអំពីទំនិញចំណាំសូមប្រុងប្រយ័ត្នចំពោះ 1. តម្លៃទាបពេកបើធៀបនឹងតម្លៃផលិតផលដើម 2. រូបភាពទំនិញមិនច្បាស់ឬប្រើរូបភាពពីប្រភពផ្សេងៗ 3. អ្នកលក់បដិសេធមិនឆ្លើយសំណួរអំពីទំនិញសម្រាប់ព័ត៌មានបន្ថែមសូមលោកអ្នកទាក់ទងមកកាន់លេខ Telegram ខាងក្រោមនេះសូមអរគុណ